នៅស្រុកខ្មែរមានសម្ដេចតេជោនៅស្រុកវៀតណាមមានប្រធានហូហើយនៅស្រុកចិនមានប្រធានម៉ៅសិតតែនៅក្នុងប្រវត្តិសាស្ត្រចាប់ទុកជាស្ដេចសង្គ្រាមហើយបងប្អូនពីព្រោះថាប្រធានម៉ៅបំបាក់ជប៉ុននិងអង់គ្លេសប្រធានហូបំបាក់បារាំងនិងអាមេរិកចំណែកឯសម្ដេចតេជោវិញគឺអ្នកបញ្ចប់សង្គ្រាមត្រជាក់នៅក្នុងឥណ្ឌូចិនដែលបានបង្កើតដោយមហាអំណាចទាំង5សូមជម្រាបជូនប្រាប់បងប្អូនថាចេះប្រទេសកម្ពុជាយើងនេះគឺត្រូវបានប្រវត្តិសាស្ត្រកត់ត្រាទុកថាជាប្រទេសមួយដែលបានជួយសន្តិសុខពិភពលោកនៅក្នុងសង្គ្រាមត្រជាក់បន្ទាប់ពីសង្គ្រាមលើកទី1និងសង្គ្រាមលើកទី2ហើយបានដើរតួនាទីប្រយុទ្ធតស៊ូរហូតដល់សន្ធិសញ្ញាសន្តិភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស1991មិនមែនជួយតែខ្មែរទេគឺជួយពិភពលោកសង្គ្រាមត្រជាក់បង្កើតឡើងដោយមហាអំណាចតែឥឡូវនេះខ្ញុំបានឃើញក្មេងស្រីកូនក្មេងស្រីតូចតាចម្នាក់ដែលរស់នៅក្រៅស្រុកណាបងប្អូនចាកំពុងតែពលទឹកមាន់និយាយតែអត់ដឹងខ្យល់អីនិយាយទៅមិនថាសំណេរមិនថាទាំងវីដេអូបកស្រាយទេគឺអត់ដឹងខ្យល់អីតែម្ដងមិនស្គាល់ជាអ្វីមិនស្គាល់ដីនឹងនៅជម្រៅណាហើយមេឃនឹងមានកម្ពស់ណាទេហ៊ានខ្លាំងមែនតើហ៊ានប្រហើនផ្សាយថាចែកខ្មែរនឹងត្រូវតែលក់មាសខ្មែរត្រូវតែទិញអាវុធបែបនេះបែបនោះប៉ុន្តែបើសិនជាយើងស្ដាប់ទៅបងប្អូនស្ដាប់ទៅវាផ្អែមហើយនឹងពីរោះប៉ុន្តែអ្វីដែលគាត់និយាយនឹងវានាំគ្រោះថ្នាក់ដល់ប្រទេសខ្លាំងមែនតើឯមូលហេតុអីបានខ្ញុំនិយាយចឹងបងប្អូនត្រូវដឹងថាចែកបើសិនជាសត្រូវដឹងដល់អ្វីដែលយើងមានណាគឺដូចដាក់ប្រទេសលើជើងពៀនឲ្យសត្រូវអញ្ចឹងបងប្អូនត្រូវដឹងថាកិច្ចការយោធាគឺជាការលាក់ការឬមួយក៏លាក់ការបានខ្ពស់រស់បានយូរសូម្បីតែមន្ទីរបច្ចុប្បន្នអាមេរិកនិងមន្ទីរស្រាវជ្រាវផ្នែកយោធាជាន់ខ្ពស់របស់ចិនណាក៏គេថែរក្សាការសម្ងាត់នៃទំនើបកម្មអាវុធគេដែរបងប្អូនចាគេមិនមែនចេះតែនឹកឃើញផ្សាយមិនមែនចេះតែនឹកឃើញនិយាយទេណាបងប្អូនចំពោះប្រទេសដែលខ្លាំងបងប្អូនត្រូវយល់ថាចេះមិនមែនតតែបង្ហាញទេណាបងប្អូនគឺតតែមានមេដឹកនាំខ្លាំងកម្លាំងកងទ័ពខ្លាំងនិងអាវុធខ្លាំងចម្បាំងមានប្រភេទផ្សេងៗគ្នាទៅបានជាក្នុងសង្គ្រាមសម័យទំនើបនេះគេនិយាយថាមេដឹកនាំកងទ័ពអាវុធនិងយុទ្ធសាស្ត្រគឺត្រូវតែដើរទន្ទឹមនឹងគ្នាកម្ពុជាយើងណាបងប្អូនត្បិតថាក្របន្តិចមែនក៏ប៉ុន្តែមិនមែនដល់ថ្នាក់គ្មានអាវុធទំនើបដើម្បីទប់ទល់អំពីសង្គ្រាមឈ្លានពាននោះទេបងប្អូនចាត្បិតថាក្របន្តិចមែនប៉ុន្តែយើងមិនខ្វះទេក៏ដូចជាមិនខ្សត់ទេចំពោះអាវុធទំនើបនោះបងប្អូនយើងមានហូរហែដូចជាគេដូចជាឯងដែរទេនិយាយមកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនកន្លែងទៅមើលក្នុងរយៈពេលសង្គ្រាម21ថ្ងៃចានៅក្នុងសមរភូមិដែលកំពុងតែក្តៅកគុកណាបងប្អូនសង្គ្រាមរយៈពេល21ថ្ងៃបងប្អូនសាកសម័យមើលថៃចេះបើសិនជាកម្ពុជាអត់មានអាវុធទំនើបដើម្បីទប់ទល់ជាមួយនឹងគេទេបងប្អូនប៉ុណ្ណេះប្រហែលជាខ្ទេចអស់ហើយបងប្អូនចាកម្ពុជាប៉ុន្តែដោយសារតែកម្ពុជាយើងមានមេដឹកនាំខ្លាំងមានកម្លាំងកងទ័ពខ្លាំងក៏ដូចជាបូករួមទាំងកម្លាំងប្រជាជនមានអាវុធខ្លាំងទៅបានតបទល់ជាមួយនឹងគេបានឈរតែនៅត្រឹមព្រំដែនទេបងប្អូនចាអត់អាចចូលមកដល់ជ្រៅជាងនឹងបានទេបងប្អូនឃើញទេរយៈពេល21ថ្ងៃបើសិនជាយើងអត់មានអាវុធទំនើបទេប៉ុណ្ណេះខ្ទេចអស់បាត់ហើយបងប្អូនចាឬមួយក៏អត់មានមេដឹកនាំខ្លាំងកម្លាំងកងទ័ពខ្លាំងទេប៉ុណ្ណេះខ្ទេចហើយមិនមែននៅតែត្រឹមព្រំដែនទេបងប្អូនចាំបានថាមេដឹកនាំខ្មែរយើងក៏ដូចជាកម្លាំងកងទ័ពខ្មែរយើងគឺពួកគាត់ខ្លាំងណាស់បងប្អូនចាមួយវិញទៀតគេហោះមកឲ្យយើងបាញ់ប៉ុន្តែបើសិនជាយើងបាញ់អានឹងយើងចាញ់ល្បិចគេចំនួន3បើកំតិចនៅលើដីយើងឈ្នះគេចំនួន2ប៉ុន្តែបើដើរលើនីតិវិធីគឺយើងបានមកវិញទាំងអស់ថយចំណុចហ្នឹងមានន័យថាចាបងប្អូនការដែលស្គាល់អំពីយុទ្ធសាស្ត្ររបស់សត្រូវនិងស្គាល់អំពីខ្លួនឯងគឺជារឿងចម្បងនៃសង្គ្រាមបងប្អូនដឹងបើទេសៀមមានចេតនាចង់វាយកដីខ្មែរចំនួន7ខេត្តជាប់ព្រំដែនដើម្បីវាបានរៀបចំល្បិចចំនួន3ទី1នឹងរឿងចន់មីននិងរឿងអនឡាញខុសច្បាប់ដើម្បីមានលេសឈ្លានពានខ្មែរទី2នឹងដើរតួនាទីស្វែងរកការគ្រប់គ្រងដើម្បីស្របច្បាប់អន្តរជាតិខ្លាយជាសម្ពាធផ្ដាច់សេដ្ឋកិច្ចនិងយោធាផ្គត់ផ្គង់របស់ខ្មែរចំណុចទី3ដើម្បីអាចវាយខេត្តទាំង7បានតតែជំរុញឲ្យខ្មែរនឹងពង្រីកសង្គ្រាមអញ្ចឹងទាំង3នេះឲ្យបងប្អូនគឺជាល្បិចរបស់សៀមប៉ុន្តែបើសិនជាយើងមិនយល់ច្បាស់ទេគឺចាញ់ល្បិចសៀមភ្លាមតែម្ដងចំណែកខ្មែរវិញដើម្បីអាចទប់ទល់ឈ្នះនឹងសង្គ្រាមឈ្លានពាននេះបានគឺត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់នឹងការទូតដែលហៅថាឈ្នះចំនួន2ដើរតួនាទីដើម្បីតបតទៅសៀមវិញដូចជាស្វែងរកនីតិវិធីអន្តរជាតិនិងការគ្រប់គ្រងដើម្បីឈ្នះការទូតដើម្បីឲ្យអន្តរជាតិនឹងបានដឹងអំពីរឿងមីននិងរឿងអនឡាញជាល្បិចរបស់សៀមដើម្បីឈ្លានពានខ្មែរនិងខ្មែរប្រើប្រាស់ស្របច្បាប់ដើម្បីទប់ទល់កុំឲ្យអន្តរជាតិនឹងដាក់សម្ពាធសេដ្ឋកិច្ចនិងយោធាមិនផ្គត់ផ្គង់ឲ្យខ្មែរហើយនឹងខ្មែរបានប្រើប្រាស់ការទប់ទល់នៅលើដីដើម្បីកុំឲ្យសៀមនឹងពង្រីកដីចូលទៅក្នុងកាន់តែខ្លាំងនិងព្យាយាមកុំឲ្យពង្រីកនៃទំហំសង្គ្រាមចឹងហើយទៅខ្មែរយើងអាចថែរក្សាបន្តស្ថិរភាពលើឆាកអន្តរជាតិនិងនៅក្នុងពេលបច្ចុប្បន្នបានដូចជាពេលនេះឥឡូវចាបងប្អូនប្រសិនបើមានអ្នកយុទ្ធសាស្ត្រណាគិតថាយុទ្ធសាស្ត្រនេះមិនត្រឹមត្រូវទេអញ្ចឹងសូមឲ្យយោបល់មកវិញថាចេះមានយុទ្ធសាស្ត្រណាខ្លាំងជាងនឹងទៀតអត់ហើយតើការពារខេត្តទាំង7ដោយរបៀបណាប្រើយុទ្ធសាស្ត្រការទូតដោយរបៀបណាតើការពង្រីកសង្គ្រាមសៀមឈ្នះឬមួយក៏ខ្មែរឈ្នះបងប្អូនដឹងមកយត់ខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងយន្តហោះចម្បាំងឲ្យតែបាញ់យន្តហោះចម្បាំងរបស់គេធ្លាក់ភ្លាមបងប្អូនដឹងមកទេគឺពង្រីកទំហំនៃសង្គ្រាមភ្លាមតែម្ដងអត់ចាំយូរទេបងប្អូនសាកតែបាញ់មើលបើមិនជឿចឹងហើយសូម្បីតែយន្តហោះកូរ៉េបងប្អូនណាយន្តហោះកូរ៉េវឹកវើសម្រាប់វឹកហាត់ហ្នឹងក៏ពួកសៀមយកមកខំញុះញង់ឲ្យខ្មែរបាញ់ដែរយន្តហោះកូរ៉េវឹកវើសម្រាប់វឹកហាត់ហ្នឹងក៏ពួកសៀមវាយកមកដើម្បីខំញុះញង់ហ្នឹងឲ្យខ្មែរបាញ់ទម្លាក់ដែរបងប្អូនព្រោះតែខ្មែរមិនបាញ់យន្តហោះចម្បាំង F16 USA និងយន្តហោះចម្បាំងស៊ុយអែតហើយខ្ញុំចង់បញ្យល់ប្រាប់បងប្អូនពាក់ព័ន្ធជាមួយនឹងយន្តហោះចម្បាំងចាព្រោះដោយសារតែខ្ញុំឃើញមានបងប្អូនយើងជាច្រើនមែនតើគាត់បានជំរុញទៅដល់រាជរដ្ឋាភិបាលគាត់បានជំរុញទៅដល់បងកងទ័ពយើងឲ្យបាញ់ទៅនៅចាំកាលទៀតគេហោះមកឲ្យបាញ់ឲ្យបាញ់ទៅបាញ់ធ្លាក់នៅលើដីយើងតាបងប្អូនត្រូវដឹងថាចេះបើសិនជាបាញ់តែមួយទេណាបងប្អូនបាញ់ធ្លាក់តែមួយទេណា
ប៉ុន្តែមិនដឹងយន្តហោះមកពីខាងណាទេបងប្អូនជុំវិញពិភពលោកហោះមកគ្របដណ្ដប់ពីពេញផ្ទៃមេឃនៅក្នុងប្រទេសកម្ពុជាយើងនឹងតែម្ដងចាហោះមកមិនមែន100ទេណាបងប្អូនណាសង្ស័យពី300យន្តហោះហោះមកគ្របដណ្ដប់ពីពេញផ្ទៃមេឃយើងតែម្ដងដល់ពេលហ្នឹងបងប្អូនសាកគិតមើលថាតើបន្តសង្គ្រាមដល់ពេលណាចប់ពីព្រោះថាយន្តហោះចម្បាំងទាំងអស់នោះគឺប្រទេសទាំងអស់នោះកំពុងតែចរាចរណ៍លក់ជុំវិញពិភពលោកតែម្ដងបើសិនជាយើងបាញ់ធ្លាក់តើគេគិតយ៉ាងណាខ្មាស់គេប៉ុណ្ណាហើយតើគេអាចលក់បន្តបានដែរឬទេអញ្ចឹងបងប្អូនត្រូវគិតឲ្យបានវែងឆ្ងាយពាក់ព័ន្ធជាមួយនឹងចំណុចទាំងអស់នេះដែលបងប្អូនតែងតែជំរុញឲ្យរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំរបស់យើងហើយនឹងកងទ័ពបាញ់ទម្លាក់ទៅចាទុកធ្វើអីគេហោះមកឲ្យបាញ់ហើយបាញ់ទៅអានេះជាពាក្យសម្ដីរបស់បងប្អូនយើងមួយចំនួនដែលគាត់អត់បានគិតពាក់ព័ន្ធជាមួយនឹងចំណុចទាំងអស់ហ្នឹងបាញ់ធ្លាក់តែមួយណាប៉ុន្តែអត់ដឹង100យន្តហោះទៀតហោះមកពីខាងណាទេហោះមកគ្របដណ្ដប់ពីពេញផ្ទៃមេឃនៅក្នុងប្រទេសខ្មែរយើងតែម្ដងបងប្អូនអញ្ចឹងសូមបងប្អូនគិតឲ្យច្បាស់ពាក់ព័ន្ធជាមួយនឹងចំណុចនេះហើយដល់ពេលហ្នឹងហើយមិនដឹងថាសង្គ្រាមនៅតែបន្តដល់ពេលណាចប់ដល់ពេលណាទេបងប្អូនចាបងប្អូនត្រូវដឹងថាអញ្ចឹងយន្តហោះចម្បាំងនឹងពួកអាស៊ានវាគ្មានសមត្ថភាពផលិតដោយខ្លួនឯងទេបងប្អូនចាវាទៅទិញមកពីប្រទេសគេដទៃទៀតទេបើសិនជាវាធ្វើខ្លួនឯងយើងខ្លាចអីនឹងបាញ់បងប្អូនចាប៉ុន្តែវាទៅទិញពីប្រទេសដទៃទៀតហើយប្រទេសដទៃហ្នឹងគេកំពុងតែចរាចរណ៍លក់ជុំវិញពិភពលោកតែម្ដងលក់យន្តហោះចម្បាំងហ្នឹងប្រសិនបើបាញ់របស់គេធ្លាក់នៅលើដីខ្មែរអានឹងយើងមានហេតុផលបកស្រាយឲ្យគេចុះបើសិនជាធ្លាក់ទៅលើដីសៀមបងប្អូនសាកកាត់មើលបើសិនជាធ្លាក់ទៅលើដីសៀមរួចគេយកលេសថាគឺខ្មែរនឹងអ្នកពង្រីកសង្គ្រាមទៅវិញតើបងប្អូនគិតមិនចាបើធ្លាក់នៅលើដីយើងអាចមានហេតុផលបកស្រាយឲ្យគេបានដឹងហើយចុះបើសិនជាយើងបាញ់ភ្លាត់ពេលដែលកំពុងតែបាញ់វារបៀបថាវាព្យាយាមហោះកិច្ចពីអាគ្រាប់ហ្នឹងទៅធ្លាក់ទៅលើដីវាមើលបងប្អូនគិតមើលថាតើវាមានលេសចោលមកលើខ្មែរយើងនេះថាខ្មែរយើងអ្នកចង់ពង្រីកសង្គ្រាមអ្នកចង់ពង្រីកទំហំសង្គ្រាមអានឹងយើងគិតបែបមិនវិញយើងមានអីទៅដោះស្រាយជាមួយនឹងគេអញ្ចឹងបងប្អូនសាកគិតមើលបងប្អូនគិតមើលឲ្យបានវែងឆ្ងាយមុននឹងបងប្អូនបញ្ចេញយោបល់ឬមួយក៏បងប្អូនចេះតែជំរុញទៅដល់រដ្ឋាភិបាលឲ្យលោកបាញ់ហើយបងប្អូនត្រូវដឹងថាល្បឿនយន្តហោះចម្បាំងគឺលឿនខ្លាំងណាស់ចាមិនមែនដូចយន្តហោះយើងហោះទៅវិញទៅមកធម្មតាណាបងប្អូនល្បឿនយន្តហោះចម្បាំងគឺលឿនខ្លាំងណាស់បើមិនអញ្ចឹងទេគឺធ្វើសង្គ្រាមអត់កើតទេចាលឿនខ្លាំងមែនតើទោះបីជាបាញ់ KS-1C ក៏តាមមិនទាន់ក្នុងរយៈចម្ងាយ100គីឡូម៉ែត្រដែរចុះបងប្អូនមានបានឃើញអត់ថាខ្មែរយើងបាញ់ត្រង់អន្តរជាតិអ៊ីស្រាអែលធ្លាក់មកលើដីខ្មែរតបបាញ់ឲ្យធ្លាក់នៅលើដីខ្មែរអញ្ចឹងទើបខ្មែរនឹងមានហេតុផលដើម្បីឲ្យខ្មែរអាចបញ្ជាក់ប្រាប់ទៅអន្តរជាតិថាសៀមនឹងឈ្លានពានខ្មែរបងប្អូនធ្វើសង្គ្រាមតតែមានលក្ខណៈការគិតស៊ីជម្រៅណាបងប្អូនចាយុទ្ធសាស្ត្រសង្គ្រាមមិនមែនដូចជាយើងគិតងាយៗនោះទេបងប្អូនគេធ្វើសង្គ្រាមមួយគេគិតស៊ីជម្រៅណាបើសិនជាយើងគ្រាន់តែឃើញនឹងភ្នែកហើយយើងគិតតែបន្តិចយើងគិតតែពីជំរុញឲ្យថ្នាក់ដឹកនាំយើងធ្វើនេះធ្វើនោះអានឹងវាអត់កើតទេណាបងប្អូនជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ